យុវជនគឺជាកម្លាំងដ៏សំខាន់បំផុតសម្រាប់អនាគតរបស់ប្រទេសជាតិមួយនឹងរីកចម្រើនឬដើរថយក្រោយមិនអាស្រ័យលើធនធានធម្មជាតិឬបច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែអាស្រ័យលើគុណភាពចំណេះដឹងសីលធម៌និងទំនួលខុសត្រូវរបស់យុវជនហេតុនេះហើយទើបមានពាក្យថាយុវជនល្អជាតិថ្កុំថ្កើងយុវជនល្អគឺជាយុវជនដែលខិតខំរៀនសូត្រស្វែងរកចំណេះដឹងនិងអភិវឌ្ឍជំនាញជាប្រចាំពួកគេចេះគោរពឪពុកម្ដាយលោកគ្រូអ្នកគ្រូចាស់ទុំនិងគោរពច្បាប់របស់សង្គមពួកគេមានវិន័យស្មោះត្រង់មានទំនួលខុសត្រូវចេះគោរពជាតិថែរក្សាវប្បធម៌បរិស្ថាននិងចូលរួមការងារសង្គមដោយស្ម័គ្រចិត្តយុវជនបែបនេះគឺជាធនធានមនុស្សដែលមានតម្លៃដែលអាចដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពប៉ុន្តែផ្ទុយទៅវិញយុវជនមិនល្អគឺជាបញ្ហាដែលសង្គមកំពុងប្រឈមផងដែរយុវជនមួយចំនួនបោះបង់ការសិក្សាវាយដំគ្នាមិនខិតខំអភិវឌ្ឍខ្លួនញៀនល្បែងអនឡាញគ្រឿងញៀនបារីស្រាឬចូលរួមក្នុងអំពើហិង្សានិងបទល្មើសផ្សេងមួយចំនួនទៀតប្រើប្រាស់បណ្ដាញសង្គមក្នុងផ្លូវខុសដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិតការប្រមាថអ្នកដទៃនិងចំណាយពេលលើអ្វីដែលគ្មានប្រយោជន៍រហូតធ្វើឲ្យបាត់បង់ឱកាសសិក្សានិងអនាគតរបស់ខ្លួនការប្រព្រឹត្តទាំងនេះមិនត្រឹមតែប៉ះពាល់ដល់យុវជនផ្ទាល់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កទុក្ខលំបាកដល់គ្រួសារសាលារៀននិងសង្គមទាំងមូលនៅពេលយុវជនធ្លាក់ចូលក្នុងអំពើអវិជ្ជមានកម្លាំងអភិវឌ្ឍជាតិក៏នឹងថយចុះសន្តិសុខសង្គមក៏អាចរងផលប៉ះពាល់ហើយការរីកចម្រើនរបស់ជាតិក៏នឹងអាចជួបឧបសគ្គផងដែរដូច្នោះយើងជាយុវជនយើងត្រូវរួមគ្នាដោះស្រាយបញ្ហានេះគ្រួសារត្រូវផ្ដល់ការអប់រំនិងភាពកក់ក្ដៅសាលារៀនត្រូវបណ្ដុះចំណេះដឹងគុណធម៌និងវិន័យសង្គមត្រូវបង្កើតឱកាសឲ្យយុវជនចូលរួមសកម្មភាពវិជ្ជមានចំណែកយុវជនខ្លួនឯងត្រូវមានឆន្ទៈកែប្រែខ្លួនចេះជ្រើសរើសមិត្តល្អប្រើប្រាស់បច្ចេកវិទ្យាឲ្យមានប្រយោជន៍និងហ៊ានបដិសេធអំពើអបាយមុខគ្រប់ប្រភេទមនុស្សម្នាក់ៗមានចំណែកមួយនៃការអភិវឌ្ឍជាតិប្រសិនបើយើងមានចំណេះដឹងគុណធម៌វិន័យនិងភាពស្មោះត្រង់ស្រឡាញ់ជាតិដើម្បីរួមគ្នាកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើននិងរុងរឿងព្រោះយុវជនល្អជាតិថ្កុំថ្កើងមិនមែនគ្រាន់តែជាពាក្យស្លោកប៉ុន្តែជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា